ខ្ញុំសូមអាននៅព្រះគម្ពីរលោកុបាទជំពូក4ខ1ទៅដល់ខ26អាដាមក៏ស្គាល់អេវ៉ាជាប្រពន្ធហើយនាងមានទម្ងន់បង្កើតបានកាអេនរួចនាងនិយាយថាអញបានកូនប្រុសមួយដោយព្រះយេហូវ៉ាទ្រង់ប្រោះប្រទាននាងក៏បង្កើតបានអេប៊ែលជាប្អូនទៀតឯអេប៊ែលជាអ្នកគង្វាលហ្វូងសត្វតែកាអេនជាអ្នកស្រែចម្ការវិញកន្លងក្រោយមកកាអេនបានយកផលដែលកើតពីដីមកថ្វាយជាដង្វាយដល់ព្រះយេហូវ៉ាហើយអេប៊ែលក៏ធ្វើដូចគ្នាគឺគាត់យកកូនជាដំបងមួយពីហ្វូងសត្វមកថ្វាយព្រមទាំងខ្លាញ់វាផងរួចព្រះយេហូវ៉ាទ្រង់សពព្រះハរតីចំពោះអេប៊ែលនិងដង្វាយរបស់គាត់តែមិនសពព្រះハរតីចំពោះដង្វាយរបស់កាអ៊ីនទេនោះកាអ៊ីនក៏ក្តៅក្រហាយហើយឡើងមុខក្រញើព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរកាអ៊ីនថាឯងខឹងធ្វើអ្វីហេតុអ្វីបានជាឯងធ្វើទឹកមុខក្រញើដូច្នេះបើឯងធ្វើល្អតើមិនបានទឹកមុខរីករាយវិញទេឬអីបើឯងមិនធ្វើល្អនោះមានដង្វាយលួសបាបដេកនៅមាត់ទ្វារស្រាប់ហើយចិត្តណានឹងបណ្ដោយតាមឯងហើយឯងមានអំណាចលើវាដែរកាអ៊ីនក៏ដំណើរប្រាប់ដល់អេប៊ែលជាប្អូនរួចមានកាលមួយថ្ងៃកំពុងដែលគេនៅឯវាលនោះស្រាប់តែកាអ៊ីនក្រោកឡើងសម្លាប់អេប៊ែលជាប្អូនទៅព្រះយេហូវ៉ាក៏មានបន្ទូលសួរកាអ៊ីនថាកាអ៊ីនប្អូនឯងនៅឯណាគាត់ទូលឆ្លើយថាទូបង្គំមិនដឹងទេតើទូបង្គំជាអ្នកថែរក្សាប្អូនឬអីនោះទ្រង់មានបន្ទូលសួរថាឯងបានធ្វើអ្វីដូច្នេះពីព្រោះឮសូរសម្រែកនៃឈាមរបស់ប្អូនឯងពីដីឡើងដល់អញឥឡូវនេះឯងត្រូវដីដាក់បណ្ដាសាដោយបានទទួលឈាមនៃប្អូនពីដៃឯងកាលណាឯងធ្វើស្រែចម្ការនោះដីនឹងបង្កើនផលឲ្យឯងដល់ពេញកម្លាំងទៀតទេឯងត្រូវសត្វព្រាត់ហើយអណ្ដែតទៅមកលើផែនដីវិញនោះកាអ៊ីលទូលទៅព្រះយេហូវ៉ាថាទោសរបស់ទូបង្គំធ្ងន់ពេកណាស់នឹងទ្រាំទ្រមិនបានទេមើលនៅថ្ងៃនេះទ្រង់បានបណ្ដេញទូបង្គំចេញពីស្រុកហើយដូច្នេះទូបង្គំនឹងត្រូវនៅឃ្លាតពីទ្រង់ទៅហើយទ្រង់សត្វព្រាត់អណ្ដែតទៅមកលើផែនដីរួចអស់អ្នកណាដែលឃើញទូបង្គំគេនឹងសម្លាប់ទូបង្គំបងព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅគាត់ថាដូច្នេះបើអ្នកណាដែលសម្លាប់ឯងនោះនឹងត្រូវទោសមួយជា7សួនរួចព្រះយេហូវ៉ាទ្រង់ក៏ដៅចំណាំកាអ៊ីនដើម្បីកុំឲ្យអ្នកណាដែលឃើញគាត់បានសម្លាប់បងឡើយនោះកាអ៊ីនក៏ចេញពីចំពោះព្រះយេហូវ៉ាទៅនៅឯស្រុកណូកខាងកើតអេដែនទៅហើយកាអ៊ីនបានស្គាល់ប្រពន្ធគាត់នោះនាងមានផ្ទៃពោះបង្កើតបានអេណុកគាត់ក៏សង់ទីក្រុងមួយហើយដាក់ឈ្មោះទីក្រុងនោះតាមឈ្មោះអេណុកកូនខ្លួនអេណុកបង្កើតបានអ៊ីរ៉ាតបង្កើតហូយ៉ាលបង្កើតទូសែលហើយម៉ូទូសែលបង្កើតឡាម៉េកឯឡាម៉េកគាត់យកប្រពន្ធពីរមួយឈ្មោះអដាមួយទៀតឈ្មោះស៊ីឡានាងអដាបង្កើតបានយ៉ាបាល់ដែលជាឪពុករបស់អស់ពួកអ្នកនៅក្នុងត្រសាលហើយមានហ្វូងសត្វប្អូនគាត់ឈ្មោះយូបាល់ជាឪពុកនៃពួកអ្នកលេងសុងនិងខ្លុយឯនាងស៊ីឡាក៏បង្កើតបានទូបាល់កាអ៊ីនជាមេបង្រៀនពូជជាងលង្ហិននិងជាងដែកប្អូនស្រីទូបាល់កាអ៊ីនគឺនាងណាអាម៉ាឯឡាម៉េកគាត់និយាយទៅប្រពន្ធទាំងពីរថាមនាអាដាមនិងស៊ីឡាអើយចូលស្ដាប់ពីអញចុះ
អោប្រពន្ធឡាមេករាល់គ្នាអើយជោបទៀងត្រចៀកស្ដាប់ពីអញចុះត្បិតអញបានសម្លាប់មនុស្សម្នាក់ពីព្រោះវាបានធ្វើឲ្យអញមានរបួសគឺជាមនុស្សកំឡោះម្នាក់ដោយហេតុវាបានវាយអញឲ្យជាប់បើសិនជាត្រូវសងសឹកជួសកាអ៊ីនមួយជា7 ដងនោះត្រូវសងសឹកជួសឡាមេកមួយជា77 ដងវិញរួចមកអាដាមបានស្គាល់ប្រពន្ធម្ដងទៀតហើយនាងបង្កើតបានកូនប្រុសមួយឲ្យឈ្មោះថាសេតព្រោះនាងជាព្រះទ្រង់បានប្រទានពូជមួយទៀតមកអញជំនួសអេបេលដែលកាអ៊ីនបានសម្លាប់ទៅនោះឯសេតគាត់ក៏បង្កើតបានកូនប្រុសមួយដែរដាក់ឈ្មោះថាអេណូសហើយនៅជាន់នោះគេចាត់តាំងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាអាមែន